បាទសួស្តីសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយកនៅប្រធានវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ2023មុខវិជ្ជាអក្សរសាស្ត្រខ្មែរថ្នាក់វិទ្យាសាស្ត្រយកមកធ្វើការបង្ហាញហើយមុននឹងឈានទៅដល់តែងសេចក្តីជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលបានជួយចុច Like Subscribe និង View វីដេអូរបស់លោកគ្រូសម្រាប់អ្នកថ្មីសូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតបាទជាបន្តយើងពិនិត្យមើលតែងសេចក្តីប្រធានចូលពន្យល់និងបកស្រាយពីបញ្ហាស្នេហានៅក្នុងអក្សរសិល្ប៍ខ្មែរដែលលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់បាទនៅសម័យប្រឡងថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2023ថ្នាក់វិទ្យាសាស្ត្របន្ទាប់ពីយើងអានប្រធានតែងសេចក្តីរួចហើយជាបន្តទៅទៀតនេះយើងនឹងសិក្សាពីពាក្យកលឹះដែលមាននៅក្នុងប្រធានបាទចំពោះពាក្យកលឹះរបស់យើងមាន3ពាក្យដែលសំខាន់គឺបញ្ហាស្នេហានិងអក្សរសិល្ប៍បញ្ហាមានន័យថាសេចក្តីដែលមានអាថ៌កំបាំងស្នេហាសំដៅទៅលើការស្រឡាញ់ពេញចិត្តអក្សរសិល្ប៍គឺជាកម្រងអត្ថបទរឿងទាំងឡាយដែលអ្នកនិពន្ធលើកយកបញ្ហារបស់មនុស្សនៅក្នុងសង្គមមកចោទនិងដោះស្រាយទៅតាមសិលវិធីរបស់ខ្លួនបន្ទាប់ពីយើងសិក្សាពាក្យកលឹះរួចហើយតមកទៀតយើងចូលមកដល់សេចក្តីអធិប្បាយហើយជាដំបូងគេនេះមាន3ចំណុចដែលសំខាន់ទី1គឺលំនាំបញ្ហាទី2ចំណូលបញ្ហាទី3គឺចំណោទបញ្ហាហើយប្រធានតែងសេចក្តីយើងតាក់ទងនឹងអក្សរសិល្ប៍ដូច្នេះយើងត្រូវធ្វើលំនាំតាក់ទងជាមួយនឹងពាក្យអក្សរសិល្ប៍ផងដែរនៅគ្រប់សម័យកាលទាំងអស់អ្នកនិពន្ធគ្រប់រូបតែងតែលើកយកបញ្ហាក្នុងជីវិតរបស់មនុស្សយកមកតាក់តែងស្នាដៃអក្សរសិល្ប៍គ្រប់ប្រភេទសម្រាប់ឲ្យមនុស្សអានកំសាន្តសប្បាយកាយអផ្សុកនឹងបានបង្កប់នៅគំនិតល្អៗយ៉ាងច្រើនដល់អ្នកអាននិងអ្នកសិក្សានៅក្នុងចំណោមបញ្ហាដ៏ច្រើននោះអ្នកនិពន្ធមិនដែលបោះបង់ចោលឡើយនៅបញ្ហាស្នេហាព្រោះវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សលោកបាទតមកទៀតគឺចំណូលបញ្ហាអាស្រ័យហេតុនេះហើយទើបមានប្រធានឲ្យយើងធ្វើការពន្យល់និងបកស្រាយពីបញ្ហាស្នេហានៅក្នុងអក្សរសិល្ប៍ខ្មែរបាទចំណោលបញ្ហាតើក្នុងអក្សរសិល្ប៍ខ្មែរបានបង្ហាញពីបញ្ហាស្នេហាដូចម្តេចខ្លះបាទបន្ទាប់ពីផ្ដើមសេចក្តីរួចហើយតមកទៀតយើងដល់តួសេចក្តីហើយតួសេចក្តីនេះគឺមានឃ្លាភ្ជាប់ពន្យល់ពាក្យនិងពន្យល់ន័យប្រធានដើម្បីជាស្ពានឈានទៅដល់ការបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយនិងស៊ីជម្រៅជាបឋមយើងគួរគប្បីស្វែងយល់ពីអត្ថន័យនៃពាក្យកលឹះមួយចំនួនជាមុនសិនពាក្យបញ្ហាសំដៅទៅលើសេចក្តីដែលមានអាថ៌កំបាំងចំណែកពាក្យស្នេហាមានន័យថាការស្រឡាញ់ពេញចិត្តរីឯកន្សោមពាក្យអក្សរសិល្ប៍ខ្មែរគឺជាកម្រងអត្ថបទរឿងទាំងឡាយដែលអ្នកនិពន្ធលើកយកបញ្ហារបស់មនុស្សនៅក្នុងសង្គមខ្មែរមកចោទនិងដោះស្រាយទៅតាមសិលវិធីរបស់ខ្លួនដូចនេះប្រធានចង់ឲ្យយើងធ្វើការពន្យល់និងបកស្រាយពីសេចក្តីអាថ៌កំបាំងនៃការស្រឡាញ់ពេញចិត្តដែលមាននៅក្នុងកម្រងអត្ថបទរឿងនានារបស់ជនជាតិខ្មែរតមកទៀតយើងចាប់ផ្ដើមស្វែងរកគំនិតសំខាន់បាទអញ្ចឹងចំណុចកស្នេហានៅក្នុងសង្គមមាន3ប្រភេទគឺទី1ជាស្នេហាយុវវ័យគឺជាស្នេហាសម្រាប់មនុស្សពេញវ័យកំឡោះក្រមុំឬក៏អ្នកដែលទើបស្រឡាញ់គ្នាទី2គឺស្នេហាគ្រួសារជាស្នេហារវាងមាតាបិតាជីដូនជីតាបងប្អូនកូនចៅមីងមាជាដើមចំណុចទី3ស្នេហាសង្គមជាតិគឺសំដៅទៅលើការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីទឹកដីព្រៃព្រឹក្សាសម្បត្តិវប្បធម៌ជាតិជាដើមបាទចំណុចខស្នេហានៅក្នុងអក្សរសិល្ប៍មានដូចជាទី1ស្នេហាក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមបាទស្នេហាមកពីឥទ្ធិពលអាទិទេពហើយអ្នកឈ្នះទទួលបានស្នេហាទី2ស្នេហាក្នុងអក្សរសិល្ប៍ពុទ្ធនិយមគឺជាស្នេហារវាងព្រះពោធិសត្វនិងកន្សែងសារពេជ្រជាស្នេហាបរិសុទ្ធស្មោះត្រង់ទី3ស្នេហាក្នុងអក្សរសិល្ប៍ខេមរនិយមបាទជាស្នេហារបស់មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់មានជួបជុំបែកបាក់ប្រច័ណ្ឌព្រាត់ប្រាសផិតក្បត់ជាដើមបន្ទាប់ពីយើងរកគំនិតសំខាន់ហើយយើងចាប់ផ្ដើមសរសេរបកស្រាយហើយសំណួរពាក្យនៅក្នុងការបកស្រាយគឺផ្ដើមដោយជាការពិតណាស់
ជាការពិតណាស់គ្រប់ចលនាអក្សរសិល្ប៍ខ្មែរមានអក្សរសិល្ប៍ព្រាហ្មណ៍និយមអក្សរសិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ខេមរនិយមអ្នកនិពន្ធតែងលើកយកបញ្ហាស្នេហាដែលជាមរតកដ៏សំខាន់របស់មនុស្សជាតិមកបង្កើតជាសាច់រឿងដ៏វែងអន្លាយមួយក្នុងគោលបំណងពន្យល់ណែនាំអ្នកអានអ្នកសិក្សាឲ្យយល់កាន់តែច្បាស់ស្នេហាច្រើនបែបមានគ្រប់រសជាតិបញ្ហាស្នេហានៅក្នុងអក្សរសិល្ប៍ខ្មែរមាន3ប្រភេទគឺស្នេហាយុវវ័យស្នេហាគ្រួសារនិងស្នេហាសង្គមជាតិស្នេហាយុវវ័យគឺជាស្នេហាបែបធម្មជាតិមួយប្រភេទសម្រាប់មនុស្សទើបពេញវ័យកំឡោះក្រមុំឬអ្នកទើបតែស្រឡាញ់គ្នាដែលបង្កើតបានរឿងរ៉ាវមិនចេះចប់ហើយមានការស្រឡាញ់ស្មោះស្ម័គ្រប្រច័ណ្ឌហួងហែងផិតក្បត់លួចមានអ្នកថ្មីជាដើមចំណែកស្នេហាគ្រួសារវិញគឺជាស្នេហាមួយដែលមានមនោសញ្ចេតនាជ្រាលជ្រៅនិងប្រកបទៅដោយព្រហ្មវិហារធម៌មានមេត្តាករុណាមុទិតានិងឧបេក្ខារវាងមាតាបិតាមីងមាបងប្អូនជីដូនជីតាកូនចៅនិងញាតិសន្តានទាំងឡាយរីឯស្នេហាសង្គមជាតិវិញសំដៅទៅលើការគោរពឲ្យតម្លៃយកចិត្តទុកដាក់ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីសម្បត្តិវប្បធម៌ទឹកដីព្រៃព្រឹក្សាដែលបុព្វបុរសបានបន្សល់ទុកមកឲ្យបានថិតថេរគង់វង្សចំពោះស្នេហាក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមគឺជាស្នេហារវាងតួអង្គបុរសជាអាទិទេពនិងនារីដែលមានរូបសម្ផស្សស្រស់ស្អាតហើយអ្នកខ្លាំងពូកែមានជ័យជំនះនិងទទួលបានសេចក្តីស្នេហាចំណែកក្នុងអក្សរសិល្ប៍ពុទ្ធនិយមគឺស្នេហារវាងតួអង្គប្រុសជាព្រះពោធិសត្វនិងតួអង្គស្ត្រីជាកន្សៃសារពេជ្រហើយជាស្នេហាបរិសុទ្ធស្មោះត្រង់ចំពោះគ្នាស្នេហានេះជួបគ្នារហូតមិនមានការព្រាត់ប្រាសឬមិនបែកគ្នានោះឡើយពោលគឺមានការសរជាតិនៅចុងបញ្ចប់នៃរឿងហើយតួអង្គបានជួបគ្នាគ្រប់ជាតិទាំងអស់ដោយឡែកស្នេហាក្នុងអក្សរសិល្ប៍ខេមរនិយមវិញគឺជាស្នេហារវាងមនុស្សនៅក្នុងសង្គមគ្រប់ស្រទាប់វណ្ណៈជួនកាលជួបជុំគ្នាប្រកបដោយសេចក្តីសុខជួនកាលត្រូវបែកបាក់ព្រាត់ប្រាសគ្នារហូតដល់បាត់បង់អាយុជីវិតថែមទៀតផងនៅក្នុងលក្ខណៈនេះគេចែកជា3ប្រភេទទៀតគឺស្នេហាកម្មរន្ទះជាស្នេហាមួយបែបដែលឃើញភ្លាមស្រឡាញ់ផ្លែតដោយពុំបានត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ឡើយមួយទៀតស្នេហាតាមការរៀបចំគឺម្ដាយឪពុកជាអ្នកចាត់ចែងរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករឬផ្សំគុំឲ្យតាំងពីតូចមួយវិញទៀតស្នេហាដោយការតស៊ូគឺជាស្នេហារវាងបុរសនិងស្ត្រីដែលមានចិត្តស្រឡាញ់ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកហើយពួកគេខិតខំព្យាយាមជំនះរាល់ឧបសគ្គទាំងឡាយរហូតទទួលបានជ័យជំនះហើយអាចរស់នៅជួបជុំគ្នាប្រកបដោយសេចក្តីសុខសាន្តមានកិត្តិយសនិងកេរ្តិ៍ឈ្មោះបាទនេះជាគំនិតសំខាន់តមកទៀតយើងលើកស្នាដៃអក្សរសិល្ប៍យកមកធ្វើការបង្ហាញហើយមុនគេបំផុតគឺស្នេហានៅក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្តិ៍បាទចំណុចទី1ស្នេហារវាងព្រះរាមនិងនាងសីតាជាស្នេហាបែបយុវវ័យហើយមាតាបិតាជាអ្នកផ្សំផ្គុំឲ្យទី2ស្នេហារវាងក្រុងរាពណ៍ចំពោះនាងសីតាជាស្នេហាបែបបង្ខិតបង្ខំទី3ស្នេហាសង្គមជាតិយៈកុម្ភកាស្មោះត្រង់ជាមួយក្រុងរាពណ៍ដោយមិនចុះចូលជាមួយព្រះរាមឡើយបាទតមកទៀតយើងចាប់ផ្ដើមសរសេរបកស្រាយបើយើងក្រឡេកមើលក្នុងស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្តិ៍ដែលរៀបរៀងដោយព្រះអង្គម្ចាស់វត្តឆាយាវង្សបានបង្ហាញឲ្យឃើញពីសេចក្តីស្នេហាបែបយុវវ័យរបស់ព្រះរាមនិងនាងសីតាដែលកើតឡើងដោយសារព្រះបាទជនុជាប្រមុខនៃនគរមិថិលាបានរៀបចំពិធីប្រឡងប្រជែងលើកធ្នូសសហសដ្ឋានដើម្បីរើសស្វាមីឲ្យនាងសីតាដែលជាបុត្រីចិញ្ចឹមពេលនោះមានបេក្ខជនមកពីឋានទាំង3ចូលរួមប៉ុន្តែមានតែព្រះរាមមួយគត់ដែលអាចលើកធ្នូសនោះបានហើយបានរៀបអភិសេកជាមួយនាងសីតាស្នេហានេះបានបង្ហាញថាអ្នកមានឫទ្ធិអំណាចខ្លាំងពូកែទើបអាចទទួលបាននាងសីតាដែលមានរូបសម្បត្តិស្រស់ស្អាតដាច់គេម្យ៉ាងទៀតអ្នកនិពន្ធក៏បានបង្ហាញ
ពីសេចក្តីស្នេហាបែបបង្ខិតបង្ខំរបស់ក្រុងរាពណ៍ដែលជាស្ដេចយក្សសោយរាជ្យនៅនគរលង្កាបានលួចឆក់នាងសីតាពីព្រះរាមយកទៅទុកក្នុងសួនអសោកព្រះរាមក៏បានលើកទ័ពស្វាមកវាយនគរលង្ការំដីរំដោះនាងសីតាមកវិញរឿងនេះក៏បានបង្ហាញពីសេចក្តីស្នេហាប្រទេសជាតិរបស់កុម្ពកាណ៍ផងដែរព្រះរាមដឹងថាកុម្ពកាណ៍ជាយក្សដែលមានយុទ្ធសាស្ត្រខ្លាំងពូកែទ្រង់ក៏បានប្រើពិភេកឲ្យមកនិយាយបញ្ចុះបញ្ចូលដោយសន្យាថាផ្ដល់ឋានៈកុម្ពកាណ៍ឲ្យស្មើព្រះលក្សណ៍តែមិនបានសម្រេចឡើយកុម្ពកាណ៍មិនព្រមក្បត់ប្រទេសជាតិខ្លួនចុះចូលជាមួយសត្រូវឡើយគឺរូបគេសុខចិត្តច្បាំងស្លាប់នៅក្នុងសមរភូមិដើម្បីការពារមាតុភូមិរបស់ខ្លួនតមកទៀតគឺសេចក្តីស្នេហានៅក្នុងអក្សរសិល្ប៍បែបពុទ្ធនិយមរឿងមហាវេស្សន្តរជាដកវិញម្ដងទី1ស្នេហាយុវវ័យរវាងព្រះវេស្សន្តរនិងនាងមទ្រីកើតឡើងតាមការរៀបចំពីមាតាបិតាជាស្នេហាបរិសុទ្ធហើយនាងមទ្រីជួយបំពេញបារមីរបស់ព្រះវេស្សន្តរផងដែរទី2ស្នេហាគ្រួសារព្រះបាទស្រីសញ្ជ័យអាណិតបុត្រដែលរស់នៅលំបាកវេទនានៅភ្នំគិរីវង្គតហើយទ្រង់នាំនាងសេនាទៅជាងវេស្សន្តរនិងនាងមទ្រីចូលនគរវិញទី3ស្នេហាសង្គមជាតិគឺព្រះវេស្សន្តរយើងចាក់ចេញពីនគរតាមការទាមទាររបស់ប្រជារាស្ត្រនាំឲ្យនគរមានសុខសន្តិភាពបាទបន្ទាប់ពីរកគំនិតសំខាន់ហើយយើងចាប់ផ្ដើមសរសេរបកស្រាយទន្ទឹមនឹងនេះដែរតាមរយៈស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមរឿងមហាវេស្សន្តរជាដកដែលរៀបរៀងដោយលោកញ៉ុកថែមបានបង្ហាញឲ្យឃើញពីសេចក្តីស្នេហាបរិសុទ្ធរវាងព្រះពោធិសត្វនិងកន្សៃសារពេជ្រស្នេហាបែបយុវវ័យរបស់ព្រះវេស្សន្តរនិងនាងមទ្រីកើតឡើងតាមការរៀបចំសំភគុំរបស់មេដាបិតាទាំងសងខាងនាងមទ្រីមានទឹកចិត្តស្មោះស្ម័គ្រជួយបំពេញទានបារមីឲ្យស្វាមីជានិច្ចនៅពេលព្រះវេស្សន្តរត្រូវបានប្រជារាស្ត្របណ្ដេញចេញពីនគរឲ្យទៅគង់នៅភ្នំគិរីវង្គតគឺព្រះនាងមទ្រីសម្រេចប្រតិយទៅតាមបម្រើស្វាមីទោះបីជាព្រះនាងផុសតីខំប្រឹងនិយាយខាត់យ៉ាងណាក៏ដោយនៅពេលព្រះវេស្សន្តរធ្វើបុណ្យបរិច្ចាគដាក់ទានជាលីក្រស្នាដល់តាជជក់ក៏ព្រះនាងមិនខឹងឡើយហើយព្រះនាងថែមទាំងបានជួយអនុមោទនាទាននេះថែមទៀតផងជាពិសេសនៅពេលឥន្ទព្រាហ្មណ៍ទូលសុំភរិយាពីព្រះវេស្សន្តរព្រះនាងមទ្រីយល់ព្រមដោយមិនស្ទាក់ស្ទើរឡើយព្រះនាងធ្វើបែបនេះក្នុងគោលបំណងឲ្យព្រះវេស្សន្តរបានត្រាស់ដឹងដើម្បីយកព្រះធម៌មកជួយចម្លងសត្វលោកឲ្យរួចចាកផុតពីវាលវដ្តសង្សារក្រៅពីនេះអ្នកនិពន្ធក៏បានបង្ហាញពីសេចក្តីស្នេហាក្នុងគ្រួសារផងដែរគឺសេចក្តីស្រឡាញ់របស់ព្រះបាទស្រីសញ្ជ័យនិងព្រះនាងផុសតីចំពោះព្រះវេស្សន្តរនិងមហេសីនៅពេលបានស្ដាប់ការនិយាយរៀបរាប់របស់ចៅជាលីអំពីទុក្ខលំបាកវេទនារបស់មេដាបិតាដែលរស់នៅក្នុងព្រៃព្រះបាទស្រីសញ្ជ័យអាណិតបុត្រយ៉ាងខ្លាំងហើយទ្រង់បានចាត់ចែងរៀបចំមន្ត្រីនិងសេនាដើម្បីទៅយាងព្រះវេស្សន្តរនិងនាងមទ្រីឲ្យវិលត្រឡប់ចូលនគររស់នៅជួបជុំគ្នាវិញចំពោះស្នេហាសង្គមជាតិវិញគឺសន្តរសុខចិត្តលះបង់ចោលរាជសម្បត្តិដោយមិនមានការស្ដាយស្រណោះឡើយដោយទ្រង់យាងចាកចេញពីនគរតាមការទាមទាររបស់ប្រជារាស្ត្រដើម្បីទៅបួសជាឥសីនៅភ្នំគិរីវង្គតអ្នកស្រុកស្រីពីរាស្ត្រមានកំហឹងយ៉ាងខ្លាំងចំពោះព្រះវេស្សន្តរដែលបានបរិច្ចាគដំរីបច្ច័យអ្នកកេនទៅឲ្យអ្នកស្រុកកលឹងរាស្ត្រព្រោះដំរីនេះតំណាងនូវភាពសម្បូរសប្បាយព្រះវេស្សន្តរធ្វើបែបនេះគឺក្នុងគោលបំណងជួយឲ្យប្រជារាស្ត្រនៅទីនោះបានរួចចាកផុតពីគ្រោះទុរភិក្សដំណើរយើងចាក់ចែងដោយសន្តិវិធីនេះធ្វើឲ្យប្រជារាស្ត្រស្ងប់ចិត្តនគរមានសុខសន្តិភាពជាបន្តទៅទៀតយើងពិនិត្យមើលស្នេហានៅក្នុងអក្សរសិល្ប៍ខេមរនិយមរឿងទុំទាវបាទស្នេហាយុវវ័យរបស់ទុំទាវជាស្នេហាបែបកម្មន្តៈឃើញភ្លាមស្រឡាញ់ផ្លែតស្នេហាទុំទាវជាស្នេហាស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកហើយពួកគេហ៊ានពុះពៀជំនះរាល់ឧបសគ្គដើម្បីសម្រេចតាមបំណងរបស់ខ្លួន
តាមរយៈស្នាដៃអក្សរសិល្ប៍ខេមរនិយមរឿងទុំទាវដែលជាស្នាដៃរបស់ព្រះបទុមថេរសោមបានបង្ហាញឲ្យឃើញពីស្នេហាយុវវ័យរបស់ទុំនិងទាវដែលជាស្នេហាកម្មរន្ទះគឺឃើញភ្លាមស្រឡាញ់ផ្លែតដោយមិនបានគិតគូរវែងឆ្ងាយឡើយហើយពួកគេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីសម្រេចតាមបំណងប្រាថ្នារបស់ខ្លួននេនទុំមិនស្ដាប់តាមការទស្សន៍ទាយរបស់លោកគ្រូលួចលាចាស់សិក្ខាបទហើយធ្វើដំណើរមកជួបនឹងទាវនៅត្បូងឃ្មុំចំណែកនឹងទាវវិញហ៊ានទទួលទុំមកស្នាក់នៅពេលដែលម្ដាយនាងមិននៅផ្ទះទុំនិងទាវបានប្រព្រឹត្តអំពើមិនគប្បីខុសប្រពៃណីគឺទុំមុនស្រគៀលដែលជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយប៉ុន្តែស្នេហាទុំទាវគឺជាស្នេហាស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកតួយ៉ាងនៅចំពោះមុខព្រះរាជាទុំនិងនឹងទាវបានសារភាពថាខ្លួនជាសង្សារនឹងគ្នាពិតមែនពេលនោះព្រះរាជាមិនប្រកាន់ទោសពេលឡើយហើយទ្រង់មានចិត្តសន្តោសប្រណីបានចាត់ឲ្យមន្ត្រីទាំងឡាយរៀបចំពិធីមង្គលការអ្នកទាំងពីរនៅក្នុងវាំងម្យ៉ាងទៀតស្នេហាទុំនិងទាវជាស្នេហាមួយដែលមិនមានអ្នកណាម្នាក់អាចបោកបំបាក់ពួកគេបានឡើយទោះបីជាម្ដាយនាងបង្ខំឲ្យនាងរៀបការជាមួយមើលងួនក៏ដោយនៅពេលដឹងថាទុំត្រូវបានបរិវាររបស់អរជូនចាប់យកទៅសម្លាប់នៅក្រោមដើមពោធិ៍ពេលនោះនាងទាវរត់ចេញពីផ្ទះដើរស្វែងរកសាកសពទុំហើយនាងទាវបានចាក់សម្លាប់ខ្លួនតាមទុំដើម្បីបញ្ជាក់ពីភក្តីភាពរបស់នាងចំពោះទុំជាប្តីបាទជាបន្តមកទៀតយើងដល់សរុបសេចក្តីមកយើងឃើញថាគ្រប់ស្នាដៃអក្សរសិល្ប៍ខ្មែរទាំងអក្សរសិល្ប៍ព្រាហ្មណ៍និយមអក្សរសិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ខេមរនិយមគឺអ្នកនិពន្ធតែងតែបង្ហាញពីបញ្ហាស្នេហាច្រើនបែបច្រើនយ៉ាងដល់អ្នកអាននិងអ្នកសិក្សាពិតប្រាកដមែនហើយស្នេហាទាំងនោះមានដូចជាស្នេហាបែបយុវវ័យស្នេហាក្នុងគ្រួសារនិងស្នេហាសង្គមជាតិបាទតមកទៀតនឹងចូលមកដល់បញ្ចប់សេចក្តីហើយក្នុងបញ្ចប់សេចក្តីនេះមាន2ចំណុចដែលសំខាន់ទី1គឺវាតម្លៃប្រធានទី2គឺមតិផ្ទាល់ខ្លួនឆ្លងតាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើយើងអាចសន្និដ្ឋានបានថាប្រធានពិតជាមានអត្ថន័យល្អប្រសើរព្រោះបានអប់រំអ្នកអាននិងអ្នកសិក្សាទាំងឡាយឲ្យមើលឃើញពីតម្លៃនៃអក្សរសិល្ប៍ដែលបានឆ្លុះបញ្ចាំងពីបញ្ហាស្នេហាយ៉ាងសម្បូរបែបដើម្បីជាគុណប្រយោជន៍សម្រាប់ជីវិតរស់នៅជាក់ស្ដែងដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវខិតខំសិក្សាក្រេបជញ្ជក់ចំណេះដឹងមានជំនាញច្បាស់លាស់មានសីលធម៌ល្អស្មោះត្រង់ជាមួយអ្នកដទៃស្រឡាញ់ជាតិមាតុភូមិហើយព្យាយាមអានស្នាដៃអក្សរសិល្ប៍ខ្មែរឲ្យបានច្រើនដើម្បីជួយលើកតម្កើងអក្សរសាស្ត្រជាតិនិងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿងបាទចឹងតែសេចក្តីដែលលោកគ្រូលើកយកមកបង្ហាញនៅពេលនេះគឺសន្មតចប់ត្រឹមតែប៉ុណ្ណេះហើយជាចុងក្រោយលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សទាំងអស់ដែលបានជួយចុច like subscribe និង view វីដេអូរបស់លោកគ្រូហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀត